អង្គការសង្គមស៊ីវិល760ស្ថាប័នបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងអតីតព្រះសង្ឃនិងអ្នកសារព័ត៌មានពលរដ្ឋលោកជាវុធីនិងលុបចោលទោសជាប់ពន្ធនាគារ18ខែពាក់ព័ន្ធនឹងការបញ្ចេញមតិនៅក្នុងក្រុម Messenger ឯកជនមួយក្រុមអង្គការទាំងនេះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី19ខែសីហាឆ្នាំ2026ដែលបានផ្តន្ទាទោសលោកជាវុធីឲ្យជាប់ពន្ធនាគារ18ខែនិងពិន័យជាប្រាក់2លានរៀលឬស្មើប្រមាណ$500អាមេរិកពាក់ព័ន្ធនឹងសារមួយដែលបានបង្ហោះនៅក្នុងក្រុម Messenger ឯកជនកាលពីខែសីហាឆ្នាំ2025ក្រុមអង្គការទាំងនេះបានអំពាវនាវឲ្យអាជ្ញាធរដោះលែងលោកជាវុធីជាបន្ទាន់និងទម្លាក់បទចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពួកគេក៏បានអំពាវនាវឲ្យមានការពិនិត្យឡើងវិញលើសំណុំរឿងរបស់លោកដោយអនុលោមតាមកាតព្វកិច្ចរបស់កម្ពុជាក្រោមច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិលោកជាវុធីអាយុ27ឆ្នាំត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការបញ្ចេញមតិអំពីទឹកដីក្នុងខេត្តមួយចំនួនក្នុងបរិបទនៃភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រុមអង្គការសង្គមស៊ីវិលបានឲ្យដឹងថាមតិយោបល់ទាំងនោះត្រូវបានបង្ហោះនៅក្នុងក្រុម Messenger ឯកជនមួយដែលមានសមាជិកប្រមាណ20នាក់លោកជាវុធីបានទទួលស្គាល់ថាលោកពិតជាបានបញ្ចេញមតិយោបល់នោះប៉ុន្តែបានបដិសេធថាលោកមិនបានផ្សព្វផ្សាយជាសាធារណៈឡើយក្រុមអង្គការទាំងនេះបានលើកឡើងថាកម្ពុជាក្នុងនាមជារដ្ឋភាគីនៃកតិកសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមានកាតព្វកិច្ចការពារសេរីភាពនៃការបញ្ចេញមតិតាមមាត្រា19មាត្រានេះធានាដល់មនុស្សគ្រប់រូបនូវសិទ្ធិមានមតិយោបល់ដោយគ្មានការជៀសជ្រែកសិទ្ធិស្វែងរកទទួលនិងផ្សព្វផ្សាយព័ត៌មាននិងគំនិតគ្រប់ប្រភេទក្រុមអង្គការបានអះអាងថាការផ្តន្ទាទោសលោកជាវុធីមិនបានបំពេញតាមលក្ខខណ្ឌទាំងនេះទេដោយសារដែលលោកបានបង្ហោះត្រូវបានចែករំលែកតែនៅក្នុងក្រុមឯកជនតូចមួយមិនមែននៅលើវេទិកាសាធារណៈឡើយពួកគេបាននិយាយថាទំហំនៃការចែកចាយនិងផលប៉ះពាល់ដែលអាចកើតមានពីសារឯកជនមួយមិនអាចសមហេតុផលគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ18ខែឡើយក្រុមអង្គការបានចាត់ទុកការផ្តន្ទាទោសនេះថាជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងកតិកាសញ្ញា ICCPR ពួកគេក៏បានបង្ហាញការព្រួយបារម្ភអំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្រោមការពិនិត្យជាសកលតាមការកំណត់ជុំទី4ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានជុំវិញបញ្ហានេះនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតបានប្រាប់កាសែតខ្មែរថាលោកជាវុធីគ្រាន់តែបានអនុវត្តសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ខ្លួនជាពិសេសសេរីភាពនៃការបញ្ចេញមតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជានិងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិការផ្ដន្ទាទោសដាក់ពន្ធនាគារទៅលើលោកជាវុធីនេះវាធ្វើឲ្យប៉ះពាល់ឬក៏ជាការរឹតបន្តឹងនិងគម្រាមកំហែងទៅលើសេរីភាពនៅក្នុងការបញ្ចេញមតិព្រោះការបញ្ចេញមតិតាមលក្ខណៈជាក្រុមជាលក្ខណៈក្រុមឯកជនហើយការបញ្ចេញមតិនឹងត្រូវបានយកមកធ្វើការចោទប្រកាន់ផ្ដន្ទាទោសដាក់ពន្ធនាគារវាផ្ទុយអំពីការធានាដោយរដ្ឋធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិលោកថាសំណុំរឿងនេះអាចមានផលប៉ះពាល់ទូលំទូលាយដោយអាចធ្វើឲ្យមនុស្សមានការភ័យខ្លាចក្នុងការបញ្ចេញមតិទាំងសាធារណៈនិងជាឯកជនដោយសារព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនលោកថាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាក៏បានបង្ហាញកាលពីពេលថ្មីនេះពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិសេរីភាពសារព័ត៌មាននិងសេរីភាពនយោបាយលោកបាននិយាយថាការដាក់ពន្ធនាគារមនុស្សដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេអាចបង្កើតបរិយាកាសភ័យខ្លាចនៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ